ជីវិតស្មើសូន្យបើសិនជាគ្មានសុខភាពល្អកុំចេះតែបញ្ចេញកំហឹងផ្ដេសផ្ដាស់ធ្វើបែបនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបាននោះទេប៉ុន្តែវាអាចនឹងធ្វើបាបអ្នកដទៃនិងខ្លួនឯងផងដែរមនុស្សមិនមែនទេវតាមិនអាចមិនចេះខឹងនោះទេប៉ុន្តែត្រូវចេះគ្រប់គ្រងអារម្មណ៍ឲ្យបានបើសិនជានៅពេលដែលអ្នកចង់បញ្ចេញកំហឹងខឹងតែមួយផ្លែតទៅបានហើយការរស់នៅជាមួយគ្នាទំនាក់ទំនងណាមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ធុញទ្រាន់ត្រូវបញ្ចប់វាតែម្ដងទៅកុំឲ្យវាខ្ជះខ្ជាយពេលវេលានិងធម៌ពលរបស់ខ្លួនឯងបើទោះបីជាអ្នកត្រូវក៏មិនត្រូវទៅបញ្ជាក់ឲ្យអ្នកដទៃខុសដែរត្រូវតែចងចាំថាឋានៈនិងកម្រិតយល់ដឹងមិនដូចគ្នាកុំឆ្លោះកុំប្រកែកនិយាយឲ្យតិចធ្វើឲ្យច្រើនកំហឹងភាកច្រើនកើតមកពីការនិយាយប្រើពេល2ឆ្នាំដើម្បីរៀននិយាយប្រើពេល1ជីវិតដើម្បីរៀនបិទមាត់ទោះបីជាអ្នកមានចំនួនជាមួយនរណាម្នាក់ក៏ដោយត្រូវចងចាំថានិយាយពី3ម៉ាត់ទៅវាគ្រប់គ្រាន់ហើយអ្នកដឹងទេតាមការសិក្សាស្រាវជ្រាវបានបញ្ជាក់ពីផលប៉ះពាល់នៃការខឹងដល់សុខភាពធ្ងន់ធ្ងរដូចជា 1. បញ្ហាសរសៃឈាមបេះដូងការខឹងអាចបង្កើនហានិភ័យដល់បេះដូងនិងដាច់សរសៃឈាមខួរក្បាល 2. បញ្ហាសុខភាពផ្លូវចិត្ត